Bán mình trong miền Ả Rập xôm đặt power bank ở Srut Bull. Cô đây cả bốn rồi khơi mùi hạt che chuyên hot tại power bank. Ở lần này nãy trong nên rồi khơi thảឧបករណ៍សាកបញ្ចូលថ្មចល័តដែលយើងហៅថា power bank ជាប់តាក់ទងទៅនឹងឧបទ្ទវហេតុអគ្គិភ័យជាច្រើនករណីដែលថ្មីនេះរួមទាំងហេតុការឆេះយន្តហោះ Air Busan មួយគ្រឿងផងដែរប្រពន្ធពិសាព័ត៌មាន ABC Net បានបន្តថាកាលពីខែមករាករណីអគ្គិភ័យមួយគឺបានកើតឡើងហើយបានឆាប់ឆេះបំផ្លាញយន្តហោះ Air Busan មួយគ្រឿងដែលស្ថិតនៅលើផ្លូវត្រៀមហោះហើរនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោយមកមន្ត្រីផ្នែកស៊ើបអង្កេតបានរកឃើញថាមូលហេតុដែលបណ្ដាលឲ្យកើតមានអគ្គិភ័យគឺដោយសារតែ power bank មួយរបស់អ្នកដំណើរដែលបានផ្ទុះឆេះនៅពេលដែលស្ថិតក្នុងកន្លែងដាក់អីវ៉ាន់លើយន្តហោះនោះជាលទ្ធផលក្រុមអាកាសចរជាច្រើនបានដាក់ចេញនៅបម្រាមថ្មីចំពោះការប្រើប្រាស់ power bank នានាអំឡុងពេលដែលហោះហើរនិងតម្រូវឲ្យអ្នកធ្វើដំណើរទុកឧបករណ៍សាកថ្មចល័តនេះនៅក្នុងកាបូបយួរផ្ទាល់ខ្លួនជំនួសឲ្យវ៉ាលីជាក់ស្ដែងនេះមិនមែនជាលើកទី1ទេដែល power bank បង្កឲ្យកើតមានអគ្គិភ័យដូចនេះនៅសហរដ្ឋអាមេរិកផ្ទះមួយល្វែងបានកើតមានអគ្គិភ័យដោយសារតែ power bank ផ្ទុះឆេះនាំឲ្យសាធារណជនជាច្រើនចាប់ផ្ដើមមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ power bank ដែលបំពាក់ថ្មប្រភេទលីយ៉ូមនិងអ៊ីយ៉ុងថ្មទាំងអស់នេះក៏មាននៅក្នុងទូរស័ព្ទកុំព្យូទ័រយួរដៃនិងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតផងដែរថ្មប្រភេទនេះគឺអាចឡើងកម្ដៅឆាបឆេះឬក៏ផ្ទុះដោយគ្រាប់ផាវប្រសិនបើឧបករណ៍នេះរងការប៉ះទង្គិចបញ្ចូលភ្លើងយូរពេកឬក៏ខូចនោះដើម្បីការពារគ្រោះថ្នាក់បែបនេះអ្នកជំនាញណែនាំឲ្យអ្នកប្រើប្រាស់ត្រូវទុកដាក់ power bank ដោយការប្រុងប្រយ័ត្នខ្ពស់អ្នកប្រើប្រាស់គួរតែជៀសវាងការដាក់ power bank នៅក្នុងកាបូបលាយឡំជាមួយនឹងលោហៈធាតុផ្សេងទៀតដូចជាកូនសោជាដើមពីព្រោះវាអាចបណ្ដាលឲ្យមានសេកវីចរន្តខ្លីដែលអាចបណ្ដាលឲ្យឆេះបានមួយវិញទៀតគឺមិនត្រូវដាក់ power bank ត្រូវកម្ដៅឬក៏សម្ពាធខ្លាំងនោះទេនៅពេលដែល power bank ប៉ោងថ្មសូមប្រញាប់បោះចោលជាបន្ទាន់និងត្រូវប្រើតែ power bank ដែលមានគុណភាពល្អនិងមានការធ្វើតេស្តបញ្ជាក់ត្រឹមត្រូវទើបមានសុវត្ថិភាព